វីដេអូនេះផងដែរគឺបងថ្លៃរបស់នាងខ្ញុំបានជូនខ្ញុំដើរមើលទេសភាពនៅវាលស្រែហើយក៏ជ្រាបគេបានទៅបេះត្រួយអំពិលហើយនឹងផ្កាអំពិលតោះតាមដានទស្សនាទាំងអស់គ្នាចង់ដឹងថាវីដេអូទៅបេះផ្កាអំពិលក៏ធ្វើអំពិលហ្នឹងវាយ៉ាងម៉េចខ្លះកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាណាអាំអើយស្រីអាំអើយស្រីអាំអើយអាំអើយស្រីអាំព្រះពុទ្ធលោកបានផ្ដាំឡៃអើយឲ្យអាំអូនស្មាំងបងព្រះពុទ្ធលោកបានផ្ដាំឡៃអើយឲ្យអាំអូនស្មាំងបងតាមដើមពោមួយអើយមិនតន់ហើយបានឆ្លងតាមដើមពោមួយអើយមិនតន់ហើយបានឆ្លងឲ្យអាំអូនស្មាក់បងឡៃអើយឆ្លងបានពីអ្នកស្រីឲ្យអាំអូនស្មាក់បងឡៃអើយឆ្លងបានពីអ្នកស្រីnămក្រោយខែហ្នឹងអើយបងនឹងចូលស្ដីnămក្រោយខែហ្នឹងអើយបងនឹងចូលស្ដីមានមលូស្លាបារីចូលដណ្ដឹងអាំស្រីមុនខែកដឹងមានមលូស្លាបារីចូលដណ្ដឹងអាំស្រីមុនខែកដឹងdục yuan dục yuan trò chuyện dục បន្ទាប់ពីយើងបានបេះត្រួយអំពិលហើយនឹងផ្កាអំពិលរួចហើយយើងក៏បានត្រឡប់មកផ្ទះវិញហើយបើនិយាយពីទេសភាពវាលស្រែវិញបងប្អូនហើយគឺខៀវស្ងាត់ខ្លាំងមែនតើគឺប្រជាកសិកររបស់យើងកំពុងតែបូមទឹកដាក់ស្រែដោយសារតែរដូវនេះរដូវវស្សាហើយក៏ប៉ុន្តែមិនទាន់មានភ្លៀងអញ្ចឹងណាភ្លៀងតែភ្លៀងនៅតំបន់តែគេមិនត្រូវការទឹកដូចជានៅតំបន់ទីក្រុងអីចឹងណាប៉ុន្តែនៅតំបន់វាលស្រែវិញគឺរៀងខ្វះទឹកដែរហើយដូច្នេះហើយទើបតម្រូវពួកគាត់នឹងបូមទឹកពីអណ្ដូងឬក៏បូមទឹកពីបឹងផ្សេងៗដើម្បីដាក់វាលស្រែរបស់ពួកគាត់មានចង់ឲ្យប្រត់ស្រីបងចេញជួយមួយថ្ងៃឡៃអើយស្រីនៅឲ្យចាំផ្ទះបងចេញជួយមួយថ្ងៃឡៃអើយស្រីនៅចាំផ្ទះcòn đam slo slop ơi còn đam về ngập đắng còn đam slo slop ơi còn đam